ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងសិក្សាតាក់ទងនឹង Lecture ទី4ដែលតាក់ទងទៅនឹងយើងអាចនឹង show រឿងរ៉ាវមួយចំនួនតាក់ទងជាមួយនឹងម៉ាស៊ីនកុំព្យូទ័ររបស់យើងឬក៏យើងចង់ដឹង detail ឬក៏ display information អីជាដើមរបស់ user អីចឹងទៅអញ្ចឹងរឿងរ៉ាវទី1ដែលយើងត្រូវធ្វើគឺយើងធ្វើដោយរាល់ដងអញ្ចឹងគឺយើងធ្វើការចូលទៅកាន់ Putty ហើយយើង load នៅម៉ាស៊ីន Linux របស់យើងហើយខ្ញុំសូមដូរ appearance ដដែលមកខ្ញុំដាក់ឲ្យរៀងធំបន្តិចអូខេអញ្ចឹងយើង open មកអញ្ចឹងយើងធ្វើការ login អូខេអញ្ចឹងយើង login បានហើយអញ្ចឹងសូមដាក់មកចំហៀងអូខេអាហ្នឹងក៏បានឥឡូវរឿងដែលយើងនឹងមើលមុនគេនោះតាក់ទងជាមួយនឹង process គឺយើងមានច្រើនប្រភេទដែលយើងអាចនឹង display មើលអញ្ចឹងទី1គឺ POS dot ដែល POS dot នេះគឺសម្រាប់ display your currently active process អញ្ចឹងដែលយើងអាចឆែកមើលថាវាអីខ្លះអញ្ចឹងយើងធ្វើការ switch user ទៅ root សិនទៅដើម្បីយើងឈរនៅលើ administrator អូខេអញ្ចឹងខ្ញុំសូមធ្វើការ YPS dot យើង enter មកអូខេអញ្ចឹងគេដាក់ថា for more detail see PC1 ហើយបើសិនជាវាមានបញ្ហាអីយើងអាចសរសេរថា ps .help ហើយកន្លែងនេះវាដាក់ថា error garbage option អូខេអញ្ចឹងដោយសារតែយើងអត់មានអី process អី active ទេគឺយើងអាចបន្តទៅទៀតសម្រាប់ comment ទី2នេះគឺវាដូចគ្នា I try ps dot ដែរប៉ុន្តែកន្លែងនេះគឺគេដាក់ថាសម្រាប់ telnet find all process id relate to telnet process អញ្ចឹងកន្លែងនេះគឺយើងអត់មានអញ្ចឹងវាអត់អាចshow បានអញ្ចឹងបន្តមកទៀតpmap នេះគឺសម្រាប់ memory map of process អញ្ចឹងយើងដាក់ pmap អូខេអញ្ចឹងកន្លែងនេះគឺវាបាន show detail តាក់ទងជាមួយនឹង pmap ហ្នឹងវាដាក់ថាអូខេកន្លែងនេះគឺវាដាក់ថា PID ចុចអញ្ចឹងដោយសារតែវាអត់មាន ID អីទេគឺធម្មតាអញ្ចឹងបើសិនជាយើងចង់មើលអីផ្សេងទៀតឬក៏ចង់ឆែកមើលថាតើ comment ទាំងអស់នេះវាធ្វើសម្រាប់អ្វីខ្លះគឺយើងអាច read នៅ description របស់វាហើយយើងអាចសាក try បានបន្តមកទៀតគឺ display or running processes អញ្ចឹងយើងដាក់ top អូខេចឹងវា show កន្លែងនេះថា PID គឺមានច្រើនដែរគឺវាដឹងស្រាប់ហើយថាវា load ដើររហូតចឹងលេខគឺវាទៀងនៅមួយកន្លែងទេគឺវា load ដូរទៅតាម process ដែលយើងបានធ្វើអញ្ចឹងយើងទៅមុខទៀតបន្តមកទៀតគឺយើងនឹងធ្វើតាក់ទងជាមួយនឹង kill process with mention id PID process អញ្ចឹងយើងនឹងសម្រាប់នៅ PID ណាមួយដែលយើងចង់គិតថាវាអាចនឹងមិនស័ក្តិសមនៅអញ្ចឹងយើងធ្វើការជ្រើសរើសនៅ PID ណាមួយមកហើយយើងសរសេរពាក្យ kill ពីមុខអញ្ចឹងយើងដាក់ kill ហើយ dot ខ្ញុំជ្រើសរើសយកឥឡូវគេចុះ262វាដាក់ថា262ហ្នឹងគឺ invalid signal specification អត់អីទេចឹងយើងណា
យើង try អស់32 593អូកន្លែងនេះវាដាក់ថាលេខ PID ហ្នឹងគឺវាមិនមែនជា process ចឹងអូខេចឹងវានៅតែដាក់ថា invalid signal specification អូខេអីទៅចឹងយើងតទៅមុខទៀតគឺតទៅជាមួយនឹង kill all process name prox ចឹងយើងដាក់ kill all prox វាដាក់ថា no process found ដោយសារតែយើងអត់មាន process អីទេចឹងយើងតទៅមុខទៀតទៅតាក់ទងជាមួយនឹង list stop or background jobs យើងដាក់ bg កន្លែងនេះគឺវាដាក់ថា no such job ដោយសារតែយើងអត់មាន job ទេយើងតទៅមុខទៀត fg គេដាក់ថា bring the most recent job for foreground នេះដោយសារតែយើងអត់មានដែរអញ្ចឹងយើងទៅមុខទៀតទៅ fgn bring job and to foreground អានេះក៏អត់មានដែរអូខេតោះគេអញ្ចឹងយើងបន្តទៅមុខទៀតតាក់ទងជាមួយនឹង disk usage CPU RAM អញ្ចឹងយើង clear ចោលមួយទៅយើងសរសេរ df.h អាហ្នឹងគឺមានន័យថាវា show នៅ free space on mount file system យើង enter អូខេអញ្ចឹងកន្លែងនេះគឺវាបាន show ជាមួយនឹង space ដែលនៅតន័យច្រើនហើយសម្រាប់ TMPF នេះគឺវា use 0ហើយ size របស់វាគឺ837ហើយសម្រាប់ deal mapper CS root នេះគឺ size របស់វាគឺ 39G ហើយយើងប្រើប្រាស់អស់ 1G.9G ហើយសម្រាប់ deal SDA2 នេះគឺ size វាគឺ960 MB ហើយយើងប្រើអស់239 MB ហើយអ្វីដែលនៅសល់យើងអាចនៅប្រើប្រាស់បានទៀតគឺវា show នៅលើ invalid នេះហើយសម្រាប់កន្លែង use នេះគឺវា show តាក់ទងជាមួយនឹងយើងប្រើប្រាស់ជាភាគរយអូខេ so next we should try df.i ដែលវា show នៅ free in inode on mount for system យើង enter មកហើយសម្រាប់លេខទាំងអស់នេះគឺវាបញ្ជាក់ពី inode ក៏ប៉ុន្តែ inode សម្រាប់ show ពី shy show ពី use show ពី hour ហើយនឹងភាគរយដូចគ្នាក៏ប៉ុន្តែវា show ជាលក្ខណៈលេខ inode បើសិនជាអ្នកគ្នាអត់ទាន់ច្បាស់ពី inode ទេគឺអាចទៅមើលវីដេអូដែលខ្ញុំបានបង្រៀនតាក់ទងជាមួយនឹង inode soft link និង hard link បានអូខេអញ្ចឹងយើងបន្តទៅមុខទៀតតាក់ទងជាមួយនឹងការ show នៅ disk partition size ហើយនឹង type អញ្ចឹងយើងសរសេរ fd isk មានន័យថា fdisk .l I think it's .l .l or .i okay .i សាកមើលអូមិន I ទេអញ្ចឹង L អូខេអញ្ចឹងកន្លែងនេះគឺវា show ពី disk partition size ហើយនឹង type អញ្ចឹងយើងមើលបន្តិចទៅថាវាមានអីគេខ្លះវាមាន disk model VMware Visual S unit sector of 1x512 bay យើងមាន device ចំនួន3យើងមានdisk deal mapper CS root 38.29 GB
ហើយយើងមានជាច្រើនទៀតដែលវា show អំពី this partition ចឹងបន្តមកទៀតតកតងជាមួយនឹង display this usage in Human readable form ចឹងយើងសរសេរ comment du.ah នេះកន្លែងនេះគឺវា show មកទាំងអស់ជាមួយនឹងពួក directory file ឬក៏ folder អីដែលយើងបានបង្កើតរួចរាល់តាំងពីយូរមកហើយហ្នឹងគឺវា show ទៅនឹងsize របស់វាហើយវា show អំពី this usage ហើយនេះគឺ4 GB អូខេចឹងអត់មានអីទេចឹងយើងទៅមុខទៀតតកតងជាមួយនឹងការ display total this usage on the current system ចឹងយើងសរសេរ du.sh ចឹងសម្រាប់ total disk usage របស់យើងដែលយើងបានប្រើប្រាស់សរុបរួមទាំង file ទាំងអស់នេះចូលគ្នាគឺស្មើនឹង 120K ចឹងមានន័យថាយើងយក file ទាំងអស់នេះទាំង directory ទាំង file អីទាំងអស់ហ្នឹងដែលវា show ហ្នឹងគឺយើងបូកចូលគ្នាទៅគឺស្មើនឹង 128K អូខេចឹងបន្តទៅមុខទៀតគឺយើងតាក់ទងជាមួយនឹងយើងចង់ show អំពី CPU information ចឹងយើងសរសេរ cat /poc/cpu info cat នេះមានន័យថាយើងសម្រាប់មើលទិន្នន័យហើយ proc នេះយើងសម្រាប់ show ចូលទៅមើលទិន្នន័យឬក៏យើងចង់ insert យើងចង់អីចឹងណាហើយសម្រាប់ proc នេះគឺ process ហើយ CPU info នេះគឺសម្រាប់ show អំពី information របស់ CPU ចឹងយើង enter មកអូចឹងកន្លែងនេះវាដាក់ថាវាអត់មិនមែនជា file ឬក៏ directory ទេចឹងយើងទៅសួរអ៊ីនធឺណិតតិចទៅថាអានឹងវាគឺជាអីចឹងដូចដែលខ្ញុំធ្លាប់ប្រាប់អ្នកនរគ្នាចឹងថាបើយើងអត់ច្បាស់រឿងអីគឺយើងអាចទៅសួរក្នុងអ៊ីនធឺណិតបានអូខេចឹងកន្លែងនេះវាដាក់ថា the error no such file or directory when running cat proc CPU info ហ្នឹងគឺ likely we are missing a space in the comment nor the file itself being absent ចឹងរបៀបដែលយើងសរសេរយើងត្រូវតែមាន space នេះគឺអត់បាន space កន្លែងនេះមួយចឹងយើងសរសេរម្ដងទៀតទៅចឹងយើងត្រូវតែសរសេរមាន space អូខេចឹងយើង enter ម្ដងទៀតណាអូខេចឹងកន្លែងនេះគឺវាបាន show មកឲ្យយើងមើលទាំងអស់តាក់ទងជាមួយនឹង information របស់ CPU ជា detail តែម្ដងចឹងយើងមើលទៅថាវាមានអីគេខ្លះវាមានច្រើន core ID CPU core API CID FPU លាក់អីជាដើមពួក processor vendor ID នេះគឺជា Intel គេហៅថាជាមាន Intel ហើយសម្រាប់ CPU family គឺ6 model ឈ្មោះអីឈ្មោះ Intel R តាក់ទងជាមួយនឹងម៉ាស៊ីនកុំព្យូទ័ររបស់យើងហ្នឹងអូខេអញ្ចឹងយើងទៅមុខទៀតទៅតាក់ទងជាមួយនឹងការ show នៅ memory information ម្ដងអញ្ចឹងយើងទៅសេដូចគ្នាគ្រាន់តែថាកតុយក្រោយគឺតាក់ទងជាមួយនឹង memory អូខេ mem4 enter អញ្ចឹង memory នេះគឺជា memory total មានជា10រយពាន់ម៉ឺនសែនលាន1លានគីឡូបៃហើយដែលនៅ free គឺ1លាន2សែនហើយវានៅដំណើរការបានគឺ1លាន3សែនមាន cache មាន buffer
ហើយ active គឺមួយសែន60000ហើយពពួក inactive គឺ80000ចឹងយើងអាចមើលតាមនឹងបានអ្នកទាំងអស់គ្នាអាចសាក try to do it yourself ចឹងយើងបន្តទៅមុខទៀតតកតងជាមួយនឹងការ show នៅ memory ឬក៏ swap usage ចឹងយើងសរសេរថា free អូខេចឹងវានឹង show មកឲ្យយើងមើលហើយវាមាន total វាមាន use មាន free មាន share អីចឹងទៅហើយសម្រាប់ការ swap គឺលេខបែបនេះអាហ្នឹងតើតើយើងចូលទៅមើល detail ឆែកមើលអ៊ីនធឺណិតថែមអូខេចឹងអត់មានអីទេចឹងយើងតទៅមុខទៀតតកតងជាមួយនឹងការ show នៅ current date ហើយនឹង time យើងសរសេរ date ចឹងតែម្ដងអូខេថ្ងៃនេះគឺថ្ងៃពុធខែ2 2020អានេះគឺជាថ្ងៃទី25ថ្ងៃពុធខែ2ម៉ោង3:01នៅកម្ពុជាឆ្នាំ2026អូខេចឹងតទៀតបើសិនជាយើងចង់ show the month calendar យើងទៅសេ cal អូខេចឹងវា show អញ្ចឹងដូចគ្នាថ្ងៃទី25ខែ2 2026ហើយយើងចង់ show តកតងជាមួយនឹង current up time ចឹងយើងទៅសេ up time ចឹងមកអូខេចឹងវាដាក់មកហើយយើងមើលតាមហ្នឹងទៅវា show អីខ្លះចឹងបើសិនជាយើងចង់មើលថា display អ្នកណា online ចឹងយើងដាក់ W ចឹងមានណាគេទៀតមានតែយើងអ្នកធ្វើខ្លួនឯងចឹងuser គឺខ្ញុំផ្ទាល់អូតែកន្លែងនេះគឺវាខ្ញុំអត់ដឹងថាវាដាក់ឈ្មោះពេញឬក៏ខ្ញុំទៅសេខុសឬក៏យ៉ាងណាក៏ប៉ុន្តែឈ្មោះខ្ញុំពិតគឺបែបនេះអូខេយើងទៅមុខទៀតចឹងបើយើងចង់ដឹងថាឥឡូវហ្នឹងយើងជាអីគេយើងឈរនៅលើអីចឹងយើងសរសេរ who am I យើងឈរនៅលើ root យើងមានន័យថាយើងជា root ឥឡូវហ្នឹងអីទេចឹងដើម្បីតទៅមុខទៀតគឺយើងនឹង show display តកតងនឹង information about user ចឹងយើងដាក់ finger user វាដាក់ថា finger ហ្នឹង comment not found ចឹងយើងដាក់ amend តិចទៅចឹងយើងដាក់អីទេយើងទៅមុខទៀតតកតងជាមួយនឹង show connect information ម្ដងចឹងយើងដាក់ uname យើងដាក់ uname.a អូខេចឹងកន្លែងនេះវា show ថា Linux local domain របស់យើងហ្នឹងគឺវាជាលក្ខណៈ pre mpt dynamic ហើយវាជា local domain local host អីទេចឹងយើងចូលទៅកាន់ shortcut វិញម្ដងដែល shortcut ទី1តកតងជាមួយនឹង control C មានន័យថាយើងហៅ current comment ចឹងយើង control C ចឹងអត់មានអីទេវាគ្រាន់តែបើយើងចង់ចេញពី comment ណាមួយយើងអាចនឹង control C បានចឹងបើយើង control Z មានន័យថា stop the current comment resume with the FG in the foreground or background ចឹងយើងដាក់ control Z ក៏វាអត់មានអីដែរដោយសារតែយើងមានឈរលើអីទេចឹងបន្តទៅមុខទៀតគឺយើងតទៅនឹង control D គឺ lock out the current session similar to exist ចឹងមានថាយើង lock out ដែលថាយើងកំពុងតែធ្វើឥឡូវហ្នឹងហើយវាមានភាពស្តៀងគ្នាទៅនឹង exit ដែរចឹងយើង control D អូខេវាបាន show ថា exit ចឹងវាមានន័យថាជា exit ហ្នឹងឯងអូខេចឹងតទៅនឹង control U គឺវា loop នៅ line ទាំងអស់ចឹងយើង control U ចឹងយើងទៅសេអីមួយសិនមកហើយយើង control U អូខេចឹងវាបានលុបចោលដោយយើងមិនបាច់backspace ឬក៏
អីផ្សេងទេគឺយើងគ្រាន់តែចុច Control U ទៅគឺវាលុបចោលអស់តែម្ដងអញ្ចឹងបន្តមកទៀតតកតងជាមួយនឹង Control R ដែលវា tap to bring up the recent comment អញ្ចឹងយើងដាក់ something ទៅយើង Control R អូខេវាដាក់ថា reverse I search អូអញ្ចឹងអាហ្នឹងមានន័យថាវា bring up the recent comment មកវិញហើយសម្រាប់ repeat the last comment អញ្ចឹងយើងចុចសញ្ញាឧទាន2អូខេយើងអាហ្នឹងវាប្រើប្រាស់បានតែនៅលើ root user អញ្ចឹងយើងធ្វើការ login ចូល root user វិញសិនហើយយើងដាក់អាហ្នឹងមកវិញអូខេចឹងអ្វីវានេះវាគ្រាន់តែវា repeat នៅ comment ចុងក្រោយគេដែលយើងបានប្រើប្រាស់ហើយចុងក្រោយគេបង្អស់គឺការ exit អូខេចឹងវីដេអូយើងថ្ងៃហ្នឹងគឺបានចប់រួចរាល់សព្វគ្រប់អរគុណច្រើន